Have you ever been pushed against and taken advantage of? តើលោកអ្នកបងប្អូនធ្លាប់ត្រូវបានគេរុញដាក់មកជំហៀងហើយបន្តមកទៀតឬក៏គេកេងប្រវ័ញ្ចយកអត្ថប្រយោជន៍ចេញពីជីវិតរបស់លោកអ្នកបងប្អូន Today, let's find out how to push back. ថ្ងៃនេះយើងនឹងមើលទាំងអស់គ្នាថាតើយើងអាចត្រឡប់មកវិញតស៊ូដោយរបៀបណា Hi, I'm Cindy. សួស្តីខ្ញុំពិសី Today we're going to read Psalm 44. ថ្ងៃនេះយើងនឹងអានទំនុកដំកើងជំពូកទី44 You read the whole thing. លោកអ្នកសូមអានមួយជំពូកវិញ We're going to look at just a few verses, verse 5 and maybe 6 and 7. តែយើងអានជាមួយគ្នាតែខ5ខ6និងខ7ទេ David speaking to the Lord says, "Through you we will push back our adversaries. Through your name we will trample down those who rise up against us. For I won't trust in my bow or my sword to save me, but you have saved me from our adversaries, and you have put to shame those who hate us." ខ5ដោយសារព្រះអង្គយើងខ្ញុំបានយកជ័យជំនះលើបច្ចាមិត្តដោយសារព្រះនាមរបស់ព្រះអង្គយើងខ្ញុំបានបង្ក្រាបអស់អ្នកដែលប្រឆាំងនឹងយើងខ្ញុំបើទូបង្គំមិនពឹងផ្អែកលើធ្នូរបស់ទូបង្គំឡើយហើយដោយដាវរបស់ទូបង្គំក៏មិនអាចសង្គ្រោះទូបង្គំបានដែរមានតែព្រះអង្គទេដែលសង្គ្រោះយើងខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តហើយធ្វើឲ្យអស់អ្នកដែលស្អប់យើងខ្ញុំត្រូវអាម៉ាស់ So my power to overcome difficulties, problems, sin, or even demonic strongholds does not come through my own ability. ខ្ញុំដឹងយ៉ាងច្បាស់ថាកម្លាំងអំណាចរបស់ខ្ញុំក្នុងការតស៊ូតយុទ្ធជាមួយនឹងទុក្ខលំបាកជាមួយនឹងវិញ្ញាណអាក្រក់បន្ទាយរឹងមាំឬក៏អ្វីដែលខ្ញុំកំពុងតែប្រឈមមុខជាមួយមិនថាអំពើបាបមិនមែនមកពីកម្លាំងរបស់ខ្ញុំទេ But it comes through God's unending, overflowing, abundant power. ប៉ុន្តែមកពីព្រះជាម្ចាស់និងឫទ្ធានុភាពយ៉ាងបរិបូរណ៍ហូរហៀររបស់ទ្រង់ទេ And it comes through that name that is above every other name. ហើយមកអំពីព្រះនាមដែលលើសអំពីនាមណាទាំងអស់ Jesus Christ. ព្រះយេស៊ូវគ្រីស្ទ How do I regain ground that's been taken from me? អញ្ចឹងថាតើខ្ញុំអាចមានជ័យជំនះទៅលើភាពបរាជ័យរបស់ខ្ញុំដោយរបៀបណា Well, through the one who restores whatever the locust has eaten. អញ្ចឹងគឺតាមរយៈព្រះជាម្ចាស់ដែលទ្រង់នឹងគឺតាមរយៈព្រះជាម្ចាស់ដែលទ្រង់នឹងស្ដារឡើងវិញនៅអ្វីដែលកណ្ដូបដែលមកស៊ីបំផ្លាញក្នុងជីវិតរបស់ខ្ញុំ Through the one who restores withered hands. តាមរយៈម្នាក់តាមរយៈព្រះអង្គដែលនឹងមកជួយសង្គ្រោះតាមរយៈព្រះហស្ថរបស់ព្រះអង្គ Through the one who makes unseen eyes see. តាមរយៈព្រះជាម្ចាស់ទ្រង់ម្នាក់ដែលជួយឲ្យគេមើលមិនឃើញប៉ុន្តែទ្រង់អនុញ្ញាតឲ្យមើលឃើញ And restores the demon possessed mind. ហើយស្ដារឡើងវិញនៅចិត្តគំនិតដែលត្រូវបានគ្រប់គ្រងដោយពួកវិញ្ញាណអាក្រក់ He restores my soul. ព្រះអង្គទ្រង់នឹងស្ដារព្រលឹងរបស់ខ្ញុំ But he promises more than restoration. ហើយព្រះអង្គបានសន្យាលើសអំពីគ្រាន់តែការស្ដារឡើងវិញ He promises that he will defeat the enemy, actually trample upon him. ព្រះអង្គសន្យាថានឹងកំទេចខ្មាំងសត្រូវឲ្យវាបាក់តបឲ្យវាចាញ់នៅពីមុខយើង And he puts them under my feet. ហើយនៅក្រោមជើងរបស់យើង He promises that no weapon formed against me will prosper. ហើយព្រះអង្គបានមានព្រះបន្ទូលទៀតថាគ្មានអាវុធណាដែលលើកមកដាក់នៅមុខយើងហើយមានឫទ្ធិអំណាចនៅមុខយើងទេ He promises that I'm more than a conqueror through Jesus Christ. តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអង្គមានព្រះបន្ទូលថាយើងជាម្នាក់ដែលមានជ័យជំនះលើសអស់អ្នកដែលមានជ័យជំនះ We aren't called to fight in our own name. មិនមែនព្រះអង្គហៅយើងឲ្យទៅតយុទ្ធនៅក្នុងឈ្មោះរបស់យើងទេ We're called to fight in the name above every name. ប៉ុន្តែព្រះអង្គបានហៅយើងឲ្យយើងច្បាំងឲ្យយើងតយុទ្ធតាមរយៈព្រះនាមដែលលើសអស់ទាំងនាមណាទាំងអស់ In the name of Jesus Christ, for in him all the fullness of God dwells. តាមរយៈព្រះនាមព្រះយេស៊ូវគ្រីស្ទគ្រប់ទាំងអ្វីទាំងអស់នឹងធ្វើកិច្ចការឡើងដើម្បីសម្រាប់ជីវិតរបស់យើង And the Bible says he is the head over all rule and all authority. ហើយព្រះអង្គទ្រង់គឺជាម្នាក់ដែលមានការគ្រប់គ្រងទៅលើគ្រប់ទាំងអ្វីឫទ្ធិអំណាចអ្វីផ្សេងទាំងអស់ I may have no power in my name. ក្នុងឈ្មោះរបស់ខ្ញុំអត់មានឫទ្ធិអំណាចអ្វីទេ But it's in that name that the battle is won. ប៉ុន្តែនៅក្នុងព្រះនាមរបស់ព្រះអង្គគឺជានាមដែលនឹងឲ្យខ្ញុំមានជ័យជំនះនៅគ្រប់សមរភូមិទាំងអស់ It's in that name that we gain the victory.
ហើយក្នុងព្រះនាមមួយនោះគឺជានាមដែលយើងនឹងឲ្យយើងជាម្នាក់ដែលមានជ័យជំនះលើសអស់ទាំងអ្នកដែលមានជ័យជំនះ Through your name, we will trample down those who rise against us. តាមរយៈព្រះនាមរបស់ព្រះអង្គយើងនឹងមានជ័យជំនះលើសអ្នកដែលជាសត្រូវរបស់យើង Let's pray. តោះយើងអធិដ្ឋាន Lord, I agree with your word today. បងអើយកូនអធិដ្ឋានព្រះអង្គយល់ស្របជាមួយនឹងព្រះបន្ទូលរបស់ព្រះអង្គថ្ងៃនេះ You are the power that pushed back the waves of the Red Sea. ជាព្រះនាមដែលមានឫទ្ធានុភាពដែលអាចញែកសមុទ្រក្រហម You are the one who in Gideon's day caused the enemy to turn against himself and run away. ជាព្រះនាមដែលនៅក្នុងសម័យលោកកេឌៀនឲ្យប្រជាមិត្តខ្មាំងសត្រូវច្បាំងគ្នាឯងហើយបាក់ទ័ពហើយរត់ចោលសមរភូមិ You are the one who shout, "Let there be light," dispelled the darkness. ហើយព្រះអង្គជាព្រះនាមដែលបានមានព្រះបន្ទូលថាចូលឲ្យមានពន្លឺហើយពន្លឺពិតជាបានកើតមានឡើង You are the one who opened prison doors to let captives free. ហើយជាព្រះនាមដែលរំដោះអ្នកដែលជាប់ទោសឲ្យមានសេរីភាព You are the one who conquered death. ជាព្រះនាមដែលប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញ You are the one who said, "In my name you will cast out demons." ហើយជាព្រះនាមដែលដេញចេញនៅវិញ្ញាណអាក្រក់ទាំងឡាយនៅលើផែនដីនេះ You are the one who declared, "All authority in heaven and earth has been given to me, therefore go." ជាព្រះនាមដែលឲ្យយើងបានប្រកាសចេញនៅសេរីភាព You are the one who said, "I give you power to trample on serpents and scorpions." ហើយព្រះអង្គបានចែកឲ្យយើងនៅមានជ័យជំនះទៅលើខ្មាំងសត្រូវទៅលើមារនៅក្រោមបាតជើងរបស់យើង and over all the power of the enemy. ហើយលើសទាំងអំណាចរបស់ប្រជាមិត្តរបស់យើងទាំងអស់ So today, Lord, ថ្ងៃនេះព្រះអង្គហើយ we go, យើងនឹងទៅ not in our name, មិនមែនក្នុងឈ្មោះរបស់យើង but in the power of your name, ប៉ុន្តែនៅក្នុងឫទ្ធានុភាពនៃព្រះនាមរបស់ព្រះអង្គ Jesus. ព្រះយេស៊ូវគ្រីស្ទ Amen. អាមែន